សួស្តីអ្នកនរនេះថ្ងៃនេះជាថ្ងៃអាទិត្យយើងទៅនេះថ្ងៃនេះយើងទៅបរិយាពេញហួតបឹងស្នោនៅច្បាំងបោអូខេឥឡូវខ្ញុំទៅរៀបចំឲ្យបានទៅខ្ញុំមុនយើងទៅយើងត្រូវពាក់ទោះបីយើងខ្មៅយ៉ាងណាក៏ដោយយើងត្រូវទៅពាក់អាវខ្ញុំគ្រប់ត្រូលលោកអើយលោកពេញដំហឹងមកពេញដំហឹងមកព្រោះអីវាកដៅយើងពាក់អាវឲ្យហើយយើងរៀនចំទៅតាមឲ្យយើងអ្វីដែលសំខាន់ជាងគេក្នុងនាមយើងជាអ្នកអញ្ចឹងគឺយើងត្រូវរៀនលក្ខណៈគ្រឿងអូខេយើងរៀនមកទៅនំមកគឺយើងទៅយកដូចគ្នាបើយើងមិនយកមិនកើតទេអញ្ចឹងអូខេបាយជិះជួបគ្នាបឹងហួតខ្ញុំអត់យល់តាមម៉ាណាមកងាប់ហើយអត់បានមួយម៉ាត់ជួយជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបានម្ដងទៀតនៅក្នុងវីដេអូថ្មីហើយថ្ងៃនេះផងដែរគឺយើងចុងសប្តាហ៍ចឹងយើងទៅលេងនៅបរិយាពេញហួតបឹងស្នោខ្ញុំជឿជាក់ថាមានបងប្អូនយើងក៏ជាស្គាល់ដែរនៅនឹងហើយកន្លែងហ្នឹងមានកន្លែងស្អាតច្រើនសម្រាប់ថតរូបឬក៏យើងទៅលេងចឹងណាហើយចំពោះខ្ញុំវិញលើកទី1អត់ដែលបានទៅលេងនៅនឹងទេខ្ញុំឮតែគេថាអញ្ចឹងណាថាមានកន្លែងថតរូបមានកន្លែងស្អាតច្រើនអញ្ចឹងក៏សម្រាប់ចិត្តថាទំនេរចុងសប្តាហ៍គឺយើងទៅលេងដោយសារតែខ្ញុំនៅខាងទួលសង្កែអញ្ចឹងខ្ញុំត្រូវជិះចេញពីទួលសង្កែហ្នឹងគឺទៅតាមផ្លូវមកទលេអញ្ចឹងយើងកំពុងតែបន្តដំណើរនេះបាត់តាមផ្លូវនេះទៅបាត់ទៅវត្តភ្នំអ្នកនរគ្នាអញ្ចឹងយើងបាត់ឆ្វេងហើយក៏យើងបាត់ស្ដាំទៅវិញដើម្បីជិះតាមវត្តភ្នំហើយខ្ញុំចេញទៅនេះរៀងថ្ងៃដែរអីទេអ្នកនរគ្នាមកខ្ទង់9 10ហើយខ្ញុំចេញទៅហ្នឹងហើយយើងទៅហ្នឹងគឺមានគ្នានៅនឹងស្រាប់អញ្ចឹងយើងទៅជុំគ្នាលេងនៅនឹងណាដោយសារតែខ្ញុំ2នាក់នៅនេះអញ្ចឹងខ្ញុំត្រូវចេញពីនេះទៅហើយគេពីនោះគេមកនោះអញ្ចឹងគេទៅដល់មុនហើយគេនៅចាំអញ្ចឹងខ្ញុំទៅតែចេញទៅហើយបើចង់ដឹងថានៅនោះមានអីស្អាតខ្លះចាំទស្សនាវីដេអូហ្នឹងពីដើមដល់ចប់ទៅប៉ុន្តែដោយសារតែខ្ញុំកាត់ទៅវែងពេកខ្ញុំក៏កាត់រៀងខ្លីៗដើម្បីឲ្យអ្នកអរគ្នាងាយស្រួលមើលអញ្ចឹងណាអញ្ចឹងវីដេអូនេះអាចនឹងមានជាភាគ2ភាគ3អានឹងអាស្រ័យទៅលើវីដេអូដែលខ្ញុំគិតថាកន្លែងស្អាតច្រើនឲ្យអ្នកនរគ្នាមើលចឹងបន្ទាប់ពីហ្នឹងមកគឺខ្ញុំជិះតាមផ្លូវមកទន្លេនេះយើងជិះទៅតាមនេះដល់តាក់ទងមួយមុខវាំងអ្នកនរគ្នានៅមុខវាំងអញ្ចឹងទៅពេលហ្នឹងចាប់ផ្ដើមមានគ្នាយើងទៅលេងខ្លះពេលថ្ងៃហ្នឹងណារៀងក្តៅអញ្ចឹងទៅអត់សូវមានគ្នាទៅលេងនៅមុខវាំងភាគច្រើនមានបងប្អូនយើងក៏ទៅលេងច្រើននៅវិញម៉ោង3ម៉ោង4អញ្ចឹងនឹងរៀងត្រជាក់អញ្ចឹងមានគ្នាទៅលេងច្រើនអញ្ចឹងស្មើហ្នឹងគឺអត់ទាន់មានទេព្រោះខ្ញុំទៅថ្ងៃដែរហើយនេះយើងបត់ទៅតាមផ្លូវនេះគឺយើងចូលទៅស្ពានហងអ្នកនរគ្នាពួកខ្ញុំជិះទៅតាមផ្លូវឡើងទៅស្ពានកោះនារីអញ្ចឹងណាបាទអញ្ចឹងខ្ញុំត្រូវការធ្វើដំណើរឆ្លងកាត់ស្ពានហងហើយនេះគឺយើងជិះមកដល់ស្ពានហងហើយបន្ទាប់ពីចេញពីស្ពានហងទៅគឺយើងទៅត្រង់ទៀតអត់មានបាត់ទៅឆ្វេងទៅស្ដាំអីទេព្រោះដោយសារតែយើងត្រូវឆ្លងកាត់ស្ពានមួយទៀតគឺស្ពានកោះនារីអញ្ចឹងផុតពីស្ពានហងគឺមានផ្លូវបាត់ឆ្វេងបាត់ស្ដាំអញ្ចឹងណាប៉ុន្តែខ្ញុំអត់បានបាត់ទេគឺយើងត្រូវទៅត្រង់អញ្ចឹងខ្ញុំទាំងពីរនាក់ក៏ជិះទៅត្រង់រហូតទៅដល់ផ្លូវបំបែកហើយផ្លូវបំបែកហ្នឹងក៏យើងអត់មានបាត់ទៅណាដែរដូចខ្ញុំជំរាបចឹងគឺយើងទៅត្រង់ជិះទៅត្រង់រហូតទៅដល់ស្ពានកោះនារីតែម្ដងខ្ញុំក៏មិនសូវមានពេលទៅនេច្រើនក្នុងការទៅលេងថតអីចឹងណាប៉ុន្តែដោយសារតែថ្ងៃនេះមានគ្នាណាមួយយើងក៏មិនជាប់រវល់ដែរក៏ទៅចឹងខ្ញុំគិតថាវីដេអូទី1របស់ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយចាំទស្សនាវីដេអូទី2អរគុណសម្រាប់ការទស្សនា